ហើយខ្ញុំសូមឲ្យអ្នកនយោបាយអ្នកឯងមិនស្រឡាញ់រដ្ឋាភិបាលស្រឡាញ់ចុះស្រឡាញ់ជីវិតកងទ័ពយើងស្រឡាញ់ទឹកដីយើងម៉ោងនេះគឺជាម៉ោងដែលខ្មែរជាពិសេសត្រូវរួមគ្នាគ្រប់គ្រងទៅដល់កងទ័ពរបស់យើងដើម្បីប្រយុទ្ធការពារទឹកដីបើយើងកន្លែងតែបំបាក់ផ្ទៃក្នុងអារម្មណ៍លេចអារម្មណ៍កើតស្រឡាញ់ហើយជាពិសេសយកព័ត៌មានដែលមិនគ្រប់ជ្រុងជ្រោយពិតយកមកទៀតបាទអ្នកទាំងអស់គ្នាខ្ញុំជឿថាមិនឈប់ទេអ្នកដែលជេរនោះនឹងយកអាពាក្យនេះទៅកាត់បន្តថាគេត្រូវទៀតហើយប៉ុន្តែខ្ញុំមិនអង្វរអ្នកទាំងអស់នោះទេខ្ញុំឲ្យយោបល់អ្នកឯងមិនដឹងមិនយកចិត្តដាក់យកទៅប៉ុន្តែខ្ញុំសូមចិត្តប្រជាពលរដ្ឋយើងទូទៅជាង16 17លាននាក់នេះក្រុមគាត់ប្រមាណអ្នកហ្នឹង100 200 50 60អ្នកដែលមេតបខ្លាំងតែប្រមាណ10 20នាក់ហ្នឹងឯងតដែរបើមានអត់សក់មាត់ស្ពេសមានកម្មាត់មានកស្គលចេញមកសិតអ្នកដែលស្នេហាជាតិប៉ុន្តែប្រើពេលវេលាវាយបំបីបំបាក់ទឹកចិត្តទៀតព្រឹកចាក់កងទ័ពពេលនេះអាណិតកងទ័ពអាណិតគ្រួសារទ័ពអាណិតទឹកដីរបស់យើងត្រូវរួមគ្នាកុំឲ្យបែកសតិអារម្មណ៍គឺត្រូវឲ្យទ័ពយើងមូលចិត្តមូលគំនិតតែហ៊ានជួមុខជាមួយមេទ័ពជួមុខជាមួយថ្នាក់ដឹកនាំក្រសួងអគ្គវិជ្ជាការទឹកចិត្តតែមួយទើបយើងច្បាំងឈ្នះការពារទឹកដីរបស់យើងបើយើងមិនតាន់បានអីយើងអារម្មណ៍ឆ្លោះគ្នាផ្ទៃក្នុងហើយវ័យអ្នកណាឈ្នះគេនេះគឺជាការពិតអញ្ចឹងខ្ញុំសូមឲ្យបងប្អូនយើងនៅទីនេះនិងនៅក្នុងប្រទេសបង្កើនការចូលរួមជួយមិនចាំបាច់តែជួយជាថវិកាជាសម្ភារៈនោះទេជួយតែទឹកចិត្តសារលើកទឹកចិត្តកងទ័ពយើងតាម Facebook របស់ខ្លួនឯងហើយឈប់បំបាក់ទឹកចិត្តកងទ័ពយើងទៅគឺជាការជួយលើកទឹកចិត្តស្មារតីស្នេហាជាតិរបស់យើងហើយជាពិសេសនៅពេលដែលជាតិយើងកំពុងតែទទួលរងហានិភ័យសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក